ngày nay nhưng mà thôi cocktailอย่างnàyก็เอาឈ្មោះថាជាប្រភេទ shot cocktail ហើយគេឲ្យឈ្មោះថាជាប្រភេទ brand Tumo អញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តលក្ខណៈថាបែប shot ខ្លាំងហើយរសជាតិឆ្ងាញ់អាចមើលវីដេអូនេះបានអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមសម្រាប់ប្រភេទនេះគឺយើងមាន grenadine យើងមានជាប្រភេទ barley រសជាតិដោះគោហើយយើងមាន peach អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនបងមើលអញ្ចឹងខ្ញុំចាប់ផ្ដើមវាប្រភេទឆ្នុកបែបនេះ pourer អញ្ចឹងខ្ញុំចាប់ផ្ដើមអូខេអញ្ចឹងសម្រាប់ប្រភេទនេះយើងប្រើជាប្រភេទ peach មុនរសជាតិផ្លែឈើចាប់ផ្ដើមយើងប្រើ20បន្តមកទៀតយើងប្រើជាប្រភេទ barleyហើយអញ្ចឹងនៅខាងក្រោមនេះជាប្រភេទ peach ខាងលើជាប្រភេទ barley អញ្ចឹងប៉ុណ្ណឹងហើយអូខេចាក់ grenadine ចូលខាងក្នុងនេះបន្តិចស្រួលចាក់អូខេបងមើលទាំងអស់គ្នាសម្រាប់បងដែលចូលចិត្តប្រភេទនេះណាអូខេតែប៉ុណ្ណឹងហើយបងមើលប្រភេទនេះគេហៅថាbrand Tumo អូខេអញ្ចឹងសម្រាប់បងដែលចង់ធ្វើជាប្រភេទ cocktail ធ្វើញ៉ាំឬក៏ធ្វើនៅផ្ទះឲ្យអាចធ្វើបានប្រភេទនេះស្រួលញ៉ាំ Perch ផ្អែម Barley រសជាតិទឹកដោះគោជាមួយកាហ្វេហើយ Grenadine ក៏ជាប្រភេទ syrup ដែរអញ្ចឹងពេលដែលញ៉ាំទៅគឺរសជាតិរបស់វាផ្អែមតិចឆ្ងាញ់ហ្មង